បាទអញ្ចឹងយើងមកជួបគ្នាសារជាថ្មីបាទនៅវិញ្ញាសាពហុជ្រើសរើសត្រៀមប្រឡងចូលសាលាភូមិន្ទរដ្ឋបាលពហុចម្លើយភាគ14សំណួរទី521តើពន្ធផ្ទាល់ជាអ្វីកជាប្រភេទពន្ធដែលរដ្ឋបានកំណត់កម្មវត្ថុផ្ទាល់នៃពន្ធលើបុគ្គលនិងទ្រព្យសម្បត្តិខជាប្រភេទពន្ធដែលមានកម្មវត្ថុជាការប្រើប្រាស់ទំនិញឬសេវាកជាប្រភេទពន្ធបង់ផ្ទាល់ដោយរូបវន្តបុគ្គលជាប់ពន្ធប៉ុណ្ណោះខជាប្រភេទពន្ធបង់ផ្ទាល់ដោយនីតិបុគ្គលជាប់ពន្ធប៉ុណ្ណោះបាទចេញចម្លើយត្រឹមត្រូវគឺចម្លើយកជាប្រភេទពន្ធដែលរដ្ឋបានកំណត់កម្មវត្ថុផ្ទាល់នៃពន្ធលើបុគ្គលនិងទ្រព្យសម្បត្តិសំណួរទី522ប្រភេទចំណូលមិនសារពើពន្ធគឺមានចំនួនក5ខ4ក3ខ2បាទចេញចម្លើយដែលត្រឹមត្រូវគឺចម្លើយក5សំណួរទី523ថវិកាកម្មវិធីគឺកការរៀបចំថវិកាផ្អែកលើកម្មវិធីជាក់លាក់ខយន្តការទម្លាក់ថវិកាដល់អង្គភាពជំនាញកការផ្ទេរសិទ្ធិអំណាចនិងការទទួលខុសត្រូវខចម្លើយខាងលើត្រូវទាំងអស់បាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខចម្លើយខាងលើត្រូវទាំងអស់សំណួរទី524គោលការណ៍គ្រឹះនៃថវិកាមានក7ចំណុចភាពអញ្ញាការីបរិច្ឆេទភាពគ្រប់ជ្រុងជ្រោយសមិទ្ធកម្មឯកតភាពស្ថិរភាពនិងសកលភាពខ8ចំណុចក9ចំណុចខ10ចំណុចបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកមាន7ចំណុចសំណួរទី525បរិបទនៃថវិកាមានក4ចំណុចខ5ចំណុចក6ចំណុចខ7ចំណុចបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយក4ចំណុចសំណួរទី526គោលការណ៍នៃថវិកាគឺមានក3ចំណុចខ4ចំណុចក5ចំណុចខ6ចំណុចបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយក3ចំណុចសំណួរទី526ថវិកាគឺកគឺសំដៅដល់សំណុំនៃគណនេយ្យដែលពិពណ៌នាសម្រាប់ឆ្នាំនីមួយៗអំពីធនធានអចិន្ត្រៃយ៍និងបន្ទុកអចិន្ត្រៃយ៍ទាំងអស់របស់រដ្ឋឬរបស់ស្ថាប័នឬរបស់អង្គភាពណាមួយខមិនសំដៅដល់សំណុំនៃគណនេយ្យដែលពិពណ៌នាសម្រាប់ឆ្នាំនីមួយៗអំពីធនធានអចិន្ត្រៃយ៍និងបន្ទុកអចិន្ត្រៃយ៍ទាំងអស់របស់រដ្ឋឬរបស់ស្ថាប័នឬរបស់អង្គភាពណាមួយមិនមានចម្លើយណាមួយត្រូវបាទតែចម្លើយដែលត្រឹមត្រូវគឺចម្លើយកគឺសំដៅដល់សំណុំនៃគណនេយ្យដែលពិពណ៌នាសម្រាប់ឆ្នាំនីមួយៗអំពីធនធានអចិន្ត្រៃយ៍និងបន្ទុកអចិន្ត្រៃយ៍ទាំងអស់របស់រដ្ឋឬរបស់ស្ថាប័នឬរបស់អង្គភាពណាមួយសំណួរទី527ថវិកាជាតិឬរដ្ឋគឺកសំដៅដល់គម្រោងតុល្យភាពនៃធនធានអចិន្ត្រៃយ៍និងបន្ទុកអចិន្ត្រៃយ៍ទាំងអស់របស់រដ្ឋថ្នាក់ជាតិឬថវិការដ្ឋរួមមានថវិកាថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិខមិនសំដៅដល់គម្រោងតុល្យភាពនៃធនធានអចិន្ត្រៃយ៍និងបន្ទុកអចិន្ត្រៃយ៍ទាំងអស់របស់រដ្ឋថ្នាក់ជាតិឬថវិការដ្ឋរួមមានថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមិនមានចម្លើយណាមួយត្រូវបាទចេញចម្លើយដែលត្រឹមត្រូវគឺចម្លើយកសំដៅដល់គម្រោងតុល្យភាពនៃធនធានអចិន្ត្រៃយ៍និងបន្ទុកអចិន្ត្រៃយ៍ទាំងអស់របស់រដ្ឋថ្នាក់ជាតិឬថវិការដ្ឋរួមមានថវិកាថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិសំណួរទី528តើខ្សែបន្ទាត់ភាពក្រីក្រថ្មីថ្នាក់ជាតិសម្រាប់ឆ្នាំ2019-2020ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃមានចំនួនក1,500រៀលខ1,750រៀលក1,951រៀលខ11,500រៀលបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយក1,951រៀល
សំណួរទី529ឆ្នាំ2021កន្លងទៅកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានចំនួនក2%ខ2.5%ក3%ខ3.5%បាទចេញចម្លើយត្រឹមត្រូវគឺចម្លើយក3%សំណួរទី530តើរដ្ឋមានប្រភពចំណូលអ្វីខ្លះកចំណូលសារពើពន្ធខចំណូលមិនមែនសារពើពន្ធកចំណូលវិនិយោគខចម្លើយទាំង3ខាងលើបាទនេះចម្លើយត្រឹមត្រូវគឺចម្លើយខចម្លើយទាំង3ខាងលើសំណួរទី531អត្ថប្រយោជន៍នៃថវិកាកម្មវិធីគឺកជួយផ្សារភ្ជាប់រវាងថវិកាទៅនឹងគោលនយោបាយអត្ថិភាពរបស់ក្រសួងស្ថាប័នខបង្កើតឲ្យមានបន្ទាត់គណនេយ្យភាពនៃក្រសួងស្ថាប័នកផ្លាស់ប្ដូរពីការយកចិត្តទុកដាក់ទៅលើធាតុចូលទៅជាការផ្ដោតទៅលើលទ្ធផលឬក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលសមិទ្ធកម្មខចម្លើយខាងលើត្រូវទាំងអស់បាទចេញចម្លើយត្រឹមត្រូវគឺចម្លើយខចម្លើយខាងលើត្រូវទាំងអស់សំណួរទី532ក្រសួងសេដ្ឋកិច្ចរំពឹងទុកថាសេដ្ឋកិច្ចកម្ពុជាឆ្នាំ2024នឹងវិលត្រឡប់នឹងវិលទៅរកអត្រាក6%ខ6.5%ក7.5%ខ7%បាទចេញចម្លើយត្រឹមត្រូវគឺចម្លើយខ7%សំណួរទី533នៅប្រទេសមួយហេតុអ្វីបានជាមានកំណើនប្រជាជនកដោយសារមានមនុស្សកើនច្រើនអត្រាកំណើនខ្ពស់ខដោយសារមានមនុស្សស្លាប់តិចអត្រាមរណៈធ្លាក់ចុះកដោយសារមនុស្សមានអាយុវែងខដោយសារអត្រាកំណើនខ្ពស់ជាងអត្រាមរណៈបាទចេញចម្លើយត្រឹមត្រូវគឺចម្លើយខដោយសារអត្រាកំណើនខ្ពស់ជាងអត្រាមរណៈសំណួរទី534វិស័យដែលមានទំហំធំជាងគេក្នុងសេដ្ឋកិច្ចកម្ពុជាពីឆ្នាំ2010ដល់បច្ចុប្បន្នលើកលែងតែឆ្នាំ2020កកសិកម្មខឧស្សាហកម្មគសេវាកម្មខពាណិជ្ជកម្មបាទចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខឧស្សាហកម្មសំណួរទី535ប្រភពចំណូលធំជាងគេនៃថវិកាជាតិកម្ពុជាបានមកពីកចំណូលពន្ធក្នុងស្រុកខចំណូលពន្ធគយកចំណូលមិនមែនសារពើពន្ធខហិរញ្ញប្បទានក្រៅប្រទេសបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកចំណូលពន្ធក្នុងស្រុកសំណួរទី536ទំនិញដែលផលិតនៅក្នុងប្រទេសហើយទំនិញទាំងនោះត្រូវបានលក់ទៅប្រទេសក្រៅគឺជាកទំនិញនាំចេញខទំនិញនាំចូលកអត្រាការប្រាក់ខតម្លៃឱកាសបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកទំនិញនាំចេញសំណួរទី537ការធ្វើឲ្យសំណួរទី537ការធ្វើឲ្យប្រសើរឡើងនៅសុខុមាលភាពរបស់ប្រជាជនចូលរួមវិភាគទានដល់កំណើនកតម្រូវការប្រើប្រាស់ទំនិញនិងសេវាកម្មខសមាជិកគ្រួសារកផលិតភាពកម្លាំងពលកម្មខសន្សំរបស់រដ្ឋាភិបាលបាទចឹងចម្លើយត្រឹមត្រូវគឺចម្លើយកផលិតភាពកម្លាំងពលកម្មសំណួរទី538ចូលកំណត់និយមន័យថវិកាកម្មវិធីកជាប្រព័ន្ធនៃការរៀបចំថវិកាដោយផ្ដោតលើធាតុចូលជាសំខាន់ខជាប្រព័ន្ធនៃការរៀបចំដោយផ្អែកលើការកំណត់កម្មវិធីច្បាស់លាស់ដែលគ្រប់គ្រងគោលបំណងគោលនយោបាយរបស់ក្រសួងស្ថាប័នដោយឆ្លុះបញ្ចាំងពីសូចនាករគោលដៅសូចនាករនិងបញ្ជាក់ពីធនធានដែលត្រូវការកជាការរៀបចំតាមការស្នើសុំរបស់ក្រសួងស្ថាប័នខជាការរៀបចំថវិកាខជា
ការរៀបចំថវិកាតាមតម្រូវការជាក់ស្ដែងរបស់ក្រសួងស្ថាប័នបាទចេញចម្លើយត្រឹមត្រូវគឺចម្លើយ K ជាការរៀបចំថវិកាតាមតម្រូវការជាក់ស្ដែងរបស់ក្រសួងស្ថាប័នសំណួរទី539កត្តាជំរុញថ្លៃរួមមានកការប្រែប្រួលនៃប្រជាសាស្ត្រខការរីកចម្រើននៃបច្ចេកវិទ្យាកការប្រែប្រួលនៃវិទ្យាសាស្ត្រការប្រែប្រួលនៃសេដ្ឋកិច្ចនិងសង្គមការរីកចម្រើននៃបច្ចេកវិទ្យាខការប្រែប្រួលនៃសេដ្ឋកិច្ចនិងសង្គមបាទតែចម្លើយត្រឹមត្រូវគឺចម្លើយកការប្រែប្រួលនៃប្រជាសាស្ត្រការប្រែប្រួលនៃសេដ្ឋកិច្ចនិងសង្គមការរីកចម្រើននៃបច្ចេកវិទ្យាសំណួរទី540និយមន័យអង្គភាពថវិកាជាកអង្គភាពដែលត្រូវបានទទួលអាណត្តិកិច្ចច្បាស់លាស់ជាផ្នែកមួយនៃក្រសួងស្ថាប័នមានសមត្ថភាពក្នុងការរៀបចំផែនការសកម្មភាពផែនការយុទ្ធសាស្ត្រថវិការៀបចំថវិកាប្រចាំឆ្នាំរបស់អង្គភាពខ្លួនខជាផ្នែកមួយនៃក្រសួងស្ថាប័នកមានសមត្ថភាពក្នុងការរៀបចំផែនការសកម្មភាពផែនការយុទ្ធសាស្ត្រថវិការៀបចំថវិកាប្រចាំឆ្នាំរបស់អង្គភាពខ្លួនខអង្គភាពដែលត្រូវបានទទួលអាណត្តិកិច្ចច្បាស់លាស់បាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកអង្គភាពដែលត្រូវបានទទួលអាណត្តិកិច្ចច្បាស់លាស់ជាផ្នែកមួយនៃក្រសួងស្ថាប័នដែលមានសមត្ថភាពក្នុងការរៀបចំផែនការសកម្មភាពផែនការយុទ្ធសាស្ត្រថវិការៀបចំថវិកាប្រចាំឆ្នាំរបស់អង្គភាពខ្លួនសំណួរទី541តើប្រទេសកម្ពុជាអាចនឹងចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំណាកឆ្នាំ2025ខ2026កឆ្នាំ2027ខឆ្នាំ2028បាទចេញចម្លើយត្រឹមត្រូវគឺចម្លើយខចម្លើយកឆ្នាំ2027សំណួរទី542ក្នុងរយៈពេល20ឆ្នាំចុងក្រោយនេះតើសេដ្ឋកិច្ចសកលមានអត្រាកំណើនជាមធ្យមប៉ុន្មាន%ក2.5%ខ3%ក3.8%ខ4.2%បាទចេញចម្លើយត្រឹមត្រូវគឺចម្លើយក3.8%សំណួរទី543តើប្រទេសកម្ពុជាបានក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាបចាប់ពីឆ្នាំណាមកកឆ្នាំ2013ខឆ្នាំ2014កឆ្នាំ2015ខឆ្នាំ2016បាទតែចម្លើយត្រឹមត្រូវគឺចម្លើយកឆ្នាំ2015សំណួរទី544តើអគ្គនាយកដ្ឋានពន្ធដារស្ថិតក្នុងរចនាសម្ព័ន្ធនៃក្រសួងស្ថាប័នណាកស្ថិតក្នុងរចនាសម្ព័ន្ធក្រសួងសេដ្ឋកិច្ចកស្ថិតក្នុងរចនាសម្ព័ន្ធក្រសួងពាណិជ្ជកម្មខស្ថិតក្នុងរចនាសម្ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកស្ថិតក្នុងរចនាសម្ព័ន្ធធនាគារជាតិខជាអង្គភាពមិនស្ថិតក្រោមរចនាសម្ព័ន្ធក្រសួងស្ថាប័នណាឡើយបាទចេញចម្លើយត្រឹមត្រូវគឺចម្លើយខស្ថិតក្នុងរចនាសម្ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំណួរទី545តើអគ្គនាយកដ្ឋានគយនិងរដ្ឋាភិបាលកម្ពុជាស្ថិតក្នុងរចនាសម្ព័ន្ធនៃក្រសួងស្ថាប័នណាកស្ថិតក្នុងរចនាសម្ព័ន្ធក្រសួងពាណិជ្ជកម្មខស្ថិតក្នុងរចនាសម្ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកស្ថិតក្នុងរចនាសម្ព័ន្ធធនធានធនាគារជាតិខជាអង្គភាពមិនស្ថិតក្រោមរចនាសម្ព័ន្ធក្រសួងស្ថាប័នណាឡើយបានចេញចម្លើយត្រឹមត្រូវគឺចម្លើយខស្ថិតក្នុងរចនាសម្ព័ន្ធក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំណួរទី546តើអគ្គនាយកដ្ឋានរដ្ឋាភិបាលជាតិស្ថិតក្នុងរចនាសម្ព័ន្ធនៃក្រសួងស្ថាប័នណាកស្ថិតក្នុងរចនាសម្ព័ន្ធក្រសួងពាណិជ្ជកម្មខស្ថិតក្នុងរចនាសម្ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកស្ថិតក្នុងរចនាសម្ព័ន្ធធនាគារជាតិខជាអង្គភាពមិនស្ថិតក្រោមរចនាសម្ព័ន្ធក្រសួងស្ថាប័នណាឡើយបាទតែចម្លើយត្រឹមត្រូវគឺចម្លើយខស្ថិតក្នុងរចនាសម្ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំណួរទី547សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដាក់ចេញនៅអនុសាសន៍ប៉ុន្មានចំណុចក្នុងការពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍ឲ្យប្រសើរឡើងវិញក6ចំណុចខ7ចំណុចក8ចំណុចខ9ចំណុចបាទចេញចម្លើយត្រឹមត្រូវគឺចម្លើយខ7ចំណុចសំណួរទី548
តើច្បាប់ស្តីពីវិនិយោគត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃខែឆ្នាំណាកថ្ងៃទី15ខែតុលា2019ខថ្ងៃទី15ខែតុលា2020កថ្ងៃទី15ខែតុលា2021ខថ្ងៃទី15ខែតុលា2022បាទចេញចម្លើយត្រឹមត្រូវគឺចម្លើយកថ្ងៃទី15ខែតុលាឆ្នាំ2021សំណួរទី548សំណួរទី548អនុភាពថវិកាគឺជាចំនួនថវិកាដែលរដ្ឋបានចាយលើសចំណូលតើមានប៉ុន្មានកមាន1គឺការបង្កើតរូបិយវត្ថុខមាន2គឺការបង្កើតរូបិយវត្ថុនិងកម្ចីក្នុងនិងក្រៅប្រទេសកមាន3គឺការបង្កើតរូបិយវត្ថុកម្ចីក្នុងនិងក្រៅប្រទេសនិងជំនួយពីដៃគូអ្នកផ្ដល់នៃទ្វេភាគីនិងពហុភាគីខមិនមានចម្លើយត្រឹមត្រូវបាទចឹងចម្លើយត្រឹមត្រូវគឺចម្លើយកមាន3គឺការបង្កើតរូបិយវត្ថុកម្ចីក្នុងនិងក្រៅប្រទេសនិងជំនួយពីដៃគូអ្នកផ្ដល់នៃទ្វេភាគីនិងពហុភាគីសំណួរទី549តើអ្វីជាអនុភាពថវិកាកជាស្ថាប័នកជាស្ថានភាពចំណូលច្រើនខជាស្ថានភាពចំណាយច្រើនកជាស្ថានភាពចំណូលលើចំណាយខជាស្ថានភាពដែលថវិកាជាតិត្រូវចំណាយលើចំណូលបាទតែចម្លើយត្រឹមត្រូវគឺចម្លើយខជាស្ថានភាពដែលថវិកាជាតិដែលត្រូវចំណាយលើចំណូលសំណួរទី550តើការចំណាយថវិការដ្ឋចែកចេញជាប្រមាណអ្វីខ្លះក2គឺចំណាយចរន្តថវិការដ្ឋនិងចំណាយមូលធនថវិការដ្ឋខ1គឺចំណាយចរន្តក2គឺចំណាយក្នុងចរន្តនិងក្រៅចរន្តខ2គឺចំណាយចរន្តនិងចំណាយបន្ទុកបានតែចម្លើយត្រឹមត្រូវគឺចម្លើយក2គឺចំណាយចរន្តថវិការដ្ឋនិងចំណាយមូលធនថវិការដ្ឋសំណួរទី551តើការចំណាយមូលធនមានអ្វីខ្លះកចំណាយបន្ទុកបុគ្គលិកខចំណាយបន្ទុកបុគ្គលិកនិងចំណាយក្រៅបន្ទុកបុគ្គលិកកចំណាយក្រៅបន្ទុកបុគ្គលិកខមិនមានចម្លើយត្រូវបាទចេញចម្លើយត្រឹមត្រូវគឺចម្លើយខចំណាយបន្ទុកបុគ្គលិកនិងចំណាយក្រៅបន្ទុកបុគ្គលិកសំណួរទី552តើការចំណាយចរន្តមានអ្វីខ្លះកការវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេសខការវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេសកការទូទាត់ប្រាក់ខ្ចីខចម្លើយទាំង3ខាងលើត្រឹមត្រូវបាទចេញចម្លើយដែលត្រឹមត្រូវគឺចម្លើយខចម្លើយទាំង3ខាងលើត្រឹមត្រូវសំណួរទី553សម្រាប់ឆ្នាំ2023សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនក្នុងរង្វង់ក5%ខ5.5%ក6%ខ6.6%បាទចេញចម្លើយត្រឹមត្រូវគឺចម្លើយខ6.6%សំណួរទី554តើអត្រាអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានរំពឹងថាកើនឡើងក្នុងរង្វង់ប៉ុន្មានក្នុងឆ្នាំ2023ក1%ខ2%ក2.5%ខ3%បាទចេញចម្លើយត្រឹមត្រូវគឺចម្លើយក2.5%សំណួរទី554វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រាប៉ុន្មានភាគរយក្នុងឆ្នាំ2023ក8.5%ខ9.2%ក2.5%ខ3%បាទចេញចម្លើយត្រឹមត្រូវគឺចម្លើយក2.5%សំណួរទី555ផ្អែកលើច្បាប់ស្តីពីសារពើពន្ធនិងប្រកាសស្តីពីពន្ធលើប្រាក់បៀវត្សរ៍និងនិយោជិតត្រូវបានអនុញ្ញាតឲ្យស្នើសុំកាត់បន្ថយមូលដ្ឋានកំណត់ពន្ធចំពោះកូនក្នុងបន្ទុកនិងសហព័ន្ធចំណុចខាងក្រោមណាខ្លះផ្ដល់សិទ្ធិការកាត់បន្ថយមូលដ្ឋានកំណត់ពន្ធនេះកកូនក្នុងបន្ទុករបស់និយោជិតដែលបច្ចុប្បន្នមានអាយុ5ឆ្នាំ
នឹងមិនទាន់ចូលរៀនបាទអញ្ចឹង1កូនក្នុងបន្ទុករបស់នយោជិតដែលបច្ចុប្បន្នមានអាយុ5ឆ្នាំនិងមិនទាន់ចូលរៀន2កូនក្នុងបន្ទុកបុគ្គលិករបស់នយោជិតដែលបច្ចុប្បន្នមានអាយុ15ឆ្នាំនិងឈប់រៀន3កូនក្នុងបន្ទុករបស់នយោជិតដែលបច្ចុប្បន្នមានអាយុ20ឆ្នាំនិងកំពុងរៀននៅវិទ្យាល័យរដ្ឋមួយ4បាទ4ស្វាមីដែលមិនមានការងារធ្វើបាទអញ្ចឹងក1 2និង3ខ1 3និង4ក1និង3តែប៉ុណ្ណោះខចំណុចទាំងអស់ខាងលើបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយក1 2និង3សំណួរទី556តើប្រតិបត្តិការខាងក្រោមណាខ្លះត្រូវជាប់ពន្ធប្រថាប់ត្រាក1ការដាក់អចលនទ្រព្យវត្ថុជាភាគទុនក្នុងក្រុមហ៊ុន2ផ្ទេរចំណែកណាមួយឬភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន3កិច្ចសន្យាលក់ទំនិញឬសេវាកម្មដែលទំនាក់ទំនងនឹងថវិការបស់រដ្ឋាភិបាល4ឯកសារផ្លូវច្បាប់ទាក់ទងនឹងការចុះបញ្ជីក្រុមហ៊ុនការបិទក្រុមហ៊ុនឬការរំលាយក្រុមហ៊ុនបញ្ចូលគ្នាក1 2និង3ខ1 2និង4ក2 3និង4ខចំណុចទាំងអស់ខាងលើបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខចំណុចទាំងអស់ខាងលើបាទចឹងសំទោសកន្លែងនេះតាក់ទងបាទនេះចូលដល់សំណួរទី557អំពើខាងក្រោមណាខ្លះចាត់ទុកថាជាការរាំងស្ទះការអនុវត្តបទបញ្ញត្តិស្តីពីពន្ធដារ1ខកខានមិនបានជូនដំណឹងទៅរដ្ឋបាលសាធារណជនអំពីការផ្លាស់ប្ដូរក្នុងការចុះបញ្ជី2ការព្យាយាមធ្វើឲ្យរាំងស្ទះដល់ការកំណត់និងការប្រមូលពន្ធ3មិនបានរក្សាបញ្ជីការគណនេយ្យនិងឯកសារផ្សេងទៀតឬមិនបានចេញវិក័យប័ត្រលើកិច្ចការជំនួញ4យឺតយ៉ាវក្នុងការដាក់លិខិតប្រកាសនិងបង់ពន្ធករបាទចឹងក1 2និង3ខ1 2និង4ក1និង3ខ2 3និង4បាទចឹងចម្លើយត្រឹមត្រូវគឺចម្លើយក1 2និង3សំណួរទី558យោងតាមបទបញ្ញត្តិស្តីពីពន្ធកាត់ទុកតើចំណុចខាងក្រោមណាខ្លះដែលត្រឹមត្រូវ1ការទូទាត់ប្រាក់ចំណូលប្រភពកម្ពុជាពីអ្នកជាប់ពន្ធនិវេសនជននិងអ្នកជាប់ពន្ធអនិវេសនជនត្រូវជាប់ពន្ធកាត់ទុកតាមអត្រា 14% 2ភាគលាភបែងចែកដោយសហគ្រាសអ្នកជាប់ពន្ធនិវេសនជនត្រូវបានចាត់ទុកជាចំណូលនៃប្រភពកម្ពុជា3ការប្រាក់ទូទាត់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកក្នុងប្រទេសកម្ពុជាទៅធនាគារឬស្ថាប័នក្រៅស្រុកត្រូវរួចពន្ធកាត់ទុក4ការទូទាត់សួយសារដោយអ្នកជាប់ពន្ធនិវេសនជននិងអ្នកជាប់ពន្ធនិវេសនជនអ្នកផ្គត់ផ្គង់មួយផ្សេងទៀតដែលភាគីទាំងពីរស្ថិតក្រោមប្រព័ន្ធស្វ័យប្រកាសត្រូវលើកលែងពីពន្ធកាត់ទុកបាទអញ្ចឹងក1 2និង3ខ1 2និង4ក1និង2ខ2និង4បាទចេញចម្លើយត្រឹមត្រូវគឺចម្លើយក1និង2ចឹងសំណួរទី559ផ្អែកតាមបទបញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែមតើចំណុចខាងក្រោមណាមួយដែលត្រឹមត្រូវ1តម្លៃជាប់អាករនៃការផ្គត់ផ្គង់ជាថ្លៃទំនិញឬសេវាដែលអ្នកលក់យកពីអ្នកទិញ
តម្លៃជាប់អាករមិនរួមបញ្ចូលទុកដឹកជញ្ជូនលើនិងខ្ទង់ដទៃទៀតដែលត្រូវទូទាត់ឲ្យអ្នកលក់ចំពោះការផ្គត់ផ្គង់នោះ 2. វិក័យប័ត្រអាករលើតម្លៃបន្ថែមត្រូវចេញយ៉ាងយឺតបំផុត15ថ្ងៃក្រោយការបញ្ជូនទំនិញឬការបំពេញសេវាឬការទូទាត់ត្រូវបានធ្វើឡើង 3. ការផ្គត់ផ្គង់ជាប់អាកររួមមានការដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ 4. តម្លៃជាប់អាកររបស់ទំនិញនាំចូលជាតម្លៃគយរួមបញ្ចូលទាំងតម្លៃធានារ៉ាប់រងនិងដឹកជញ្ជូនដោយបូកបន្ថែមនៅពន្ធគយវាលែងតែអាករពិសេសលើទំនិញនិងសេវាមួយចំនួន ក1តែប៉ុណ្ណោះខ1និង3ក1និង4បាទខគ្មានចម្លើយណាមួយខាងលើបាទចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខគ្មានចម្លើយណាមួយខាងលើសំណួរទី560តើចំណុចខាងក្រោមណាខ្លះជាការផ្គត់ផ្គង់មិនជាប់អាករដោយយោងតាមបទបញ្ញត្តិស្ដីពីអតបនាពេលបច្ចុប្បន្ន 1. សេវាធានារ៉ាប់រង 2. សេវាប្រៃសណីយ៍សាធារណៈ 3. សេវាប្រមូលនិងបញ្ចេញចោលកាកសំណល់រឹងរាវ 4. អគ្គិសនីនិងទឹកស្អាតបាទអញ្ចឹងក1 2និង3ខ1 2និង4ក2 3និង4ខ1 2 3និង4បាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខ1 2 3និង4បាទអញ្ចឹងយើងជួបគ្នានៅសំណួរប៉ុណ្ណេះសិនយើងរងចាំសំណួរបន្ទាប់នៅវីដេអូក្រោយបាទសូមអរគុណបាទដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូបន្តអាចជួយឧបត្ថម្ភតាមសទ្ធាដើម្បីជាកម្លាំងចិត្តក្នុងការស្រាវជ្រាវឯកសារបន្តបាទសូមអរគុណជាមុនសម្រាប់ការជួយឧបត្ថម្ភបាទសូមអរគុណ